បងប្អូនក៏ឆ្ងល់សួរខ្ញុំថានៅប៉ោយប៉ែតអត់មានពលានយន្តហោះទេហេតុអីបានជាមានយន្តហោះមកចុះចតទីនេះបានបាទអរគុណច្រើននៅសំណួររបស់បងប្អូនហើយជម្រាបសួរបងប្អូនសាជាថ្មីដោយដែលបងប្អូនយើងបានដឹងហើយថាខ្ញុំធ្លាប់ review យន្តហោះនេះគឺច្រើនដងហើយជាមួយនឹងយន្តហោះមួយនេះប៉ុន្តែនៅតែមានបងប្អូនយើងមួយចំនួនតូចក៏អត់ទាន់ដឹងអញ្ចឹងណាតាមពិតទៅប៉ោយប៉ែតអត់មានពលានយន្តហោះអីទេបងប្អូននេះជាយន្តហោះដែលវាចូលនិវត្តន៍នៅស្រុកថៃហើយគេទិញវាមកបង្កើតជាកន្លែងភោជនីយដ្ឋានមួយនៅក្រុងប៉ោយប៉ែតអញ្ចឹងណាឥឡូវគេរៀបចំសឹងរួចរាល់ហើយបងប្អូនខ្ញុំមកម្ដងនេះអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺនៅទីធ្លារបស់យន្តហោះគឺចាប់ផ្ដើមចាក់សាបស៊ីម៉ងហ្នឹងគឺស្ទើរតែពេញទាំងស្រុងហើយបងប្អូនជាស្ដែងនៅក្នុងទស្សនវិជ្ជាដែលខ្ញុំថតនេះឃើញបងប្អូនយើងក៏កំពុងតែរៀបចំដោះខាត់លាងយន្តហោះនឹងសាជាថ្មីហើយលាងកន្លែងណាដែលវាមើលទៅវាដោះស្នឹមអីច្រើនអញ្ចឹងណាបងប្អូនតាមការគ្រោងទុករបស់គេគឺគេធ្វើឲ្យហើយមុនពិធីបុណ្យចូលឆ្នាំខ្មែរយើងណាបងប្អូនឥឡូវនេះខែ3ហើយអញ្ចឹងយើងនៅសល់ពេលមួយខែជាងតិចតួចអញ្ចឹងចាំមើលរងចាំតាមដានទស្សនាទាំងអស់គ្នាថាតើគេនឹងធ្វើរួចរាល់ជាស្ថាពរឬមួយក៏យ៉ាងណា